ពុទ្ធភាសិតកិលេសវៈពួកធរនិយាយអំពីកិលេសកាមទាំងឡាយក្នុងពួកមនុស្សរកទៀងគ្មានទេដំរែកដែលបុគ្គលត្រេះរិះទើបហៅថាកាមរបស់បុរសបុគ្គលត្រូវលះបង់សេចក្តីក្រោធត្រូវរំសាយសេចក្តីប្រកាន់ត្រូវឆ្លងឲ្យផុតកិលេសជាគ្រឿងប្រកបចិត្តទាំងអស់ព្រោះថាទុក្ខទាំងឡាយមិនធ្លាក់លើបុគ្គលដែលមិនជាប់ជំពាក់ក្នុងនាមនិងរូបជាអ្នកមិនមានកង្វល់នោះទេបុគ្គលគប្បីលះបង់សេចក្តីក្រោធគប្បីលះបង់មានះគប្បីលះបង់កិលេសជាគ្រឿងប្រកបចិត្តទាំងពួងធម៌ជាគ្រឿងជំពាក់ទាំងឡាយមិនធ្លាក់សង្កត់នៅបុគ្គលនោះដែលមិនជាប់ជំពាក់ក្នុងនាមនិងរូបជាអ្នកមិនមានកង្វល់នោះទេតណ្ហាតែញ៉ាំងបុរសឲ្យកើតចិត្តរបស់បុរសនោះតែងស្ទុះទៅសត្វលោកតែងអន្ទល់ទៅកាន់សង្សារៈសេចក្តីទុក្ខជាមហាភ័យរបស់សត្វនោះតណ្ហាតែញ៉ាំងបុរសឲ្យកើតចិត្តរបស់បុរសនោះតែងស្ទុះទៅសត្វលោកតែងអន្ទល់ទៅកាន់សង្សារៈសត្វនោះឯងតែងគេចមិនរួចអំពីសេចក្តីទុក្ខតណ្ហាតែញ៉ាំងបុរសឲ្យកើតចិត្តរបស់បុរសនោះតែងស្ទុះទៅសត្វលោកតែងអន្ទល់ទៅកាន់សង្សារៈកម្មជាទីប្រព្រឹត្តទៅខាងមុខរបស់សត្វនោះសត្វលោកមានសេចក្តីរីករាយជាគ្រឿងចងសត្វលោកមានសេចក្តីត្រេះរិះជាគ្រឿងត្រាច់ទៅសត្វលោកកាត់ចំណងទាំងពួងបានព្រោះលះបង់តណ្ហាសត្វលោកបញ្ចើចដោយតណ្ហាសត្វលោកចោមរោមដោយជរាសត្វលោកបិទដោយមច្ចុសត្វលោកស្ថិតនៅក្នុងសេចក្តីទុក្ខសត្វលោកចងឆ្វាក់ទុកព្រោះសេចក្តីប្រាថ្នាសត្វលោករបូតរួចទៅបានព្រោះកម្ចាត់បងសេចក្តីប្រាថ្នាសត្វលោកកាត់ផ្ដាច់ចំណងទាំងពួងបានព្រោះលះបង់សេចក្តីប្រាថ្នាលោភៈជាសេចក្តីអន្តរាយនៃធម៌ទាំងឡាយសេចក្តីប្រាថ្នារមែងភើយកន្ត្រាក់នរៈជនទៅសេចក្តីប្រាថ្នាកម្របុគ្គលលះបង់បានក្នុងលោកសត្វមានកិលេសក្រាស់រមែងជាប់នៅក្នុងសេចក្តីប្រាថ្នាដូចជាបក្សីជាប់អន្ទាក់មនាលព្រាហ្មណ៍ពួកព្រះអរិយៈតែងសរសើរនៅការសម្លាប់សេចក្តីក្រោធដែលមានឫសជាពឹសមានចុងដ៏ផ្អែមព្រោះថាបុគ្គលកាត់បងនៅសេចក្តីក្រោធនោះបានហើយទើបមិនសោកសៅពួកសត្វត្រូវអវិជ្ជារូបរិទ្ធការស្កប់ស្កល់ក្នុងកាមទាំងឡាយរមែងមិនមានព្រោះកហបណៈដែលធ្លាក់ចុះដូចទឹកភ្លៀងទេភ្លើងស្មើដោយរាគៈមិនមានបណ្ដាញស្មើដោយមោហៈមិនមានស្ទឹងស្មើដោយតណ្ហាមិនមានការបុគ្គលគយឃ្លាំមើលទោសរបស់បុគ្គលដទៃជាប្រក្រតីមានការសម្គាល់ហេតុក្នុងការពោលទោសអ្នកដទៃជានិច្ចជាប្រក្រតីអាសវៈទាំងឡាយរបស់បុគ្គលនោះតែងចម្រើនបុគ្គលនោះឈ្មោះថាស្ថិតនៅឆ្ងាយអំពីធម៌ជាគ្រឿងអស់អាសវៈអ្នកទាំងឡាយចូលកាត់កិលេសដូចជាព្រៃចេញចូលកុំកាត់ដើមឈើព្រោះភ័យកើតអំពីកិលេសដូចជាព្រៃមនាលភិក្ខុទាំងឡាយអ្នកទាំងឡាយចូលកាត់កិលេសដូចជាព្រៃផងកិលេសដូចជាដើមឈើដុះក្នុងព្រៃផងហើយចូលជាអ្នកក៏មានកិលេសដូចជាព្រៃឡើយបុគ្គលអប្រាជ្ញារមែងសម្លាប់ខ្លួនឯងដូចជាសម្លាប់បុគ្គលដទៃព្រោះចំណងក្នុងភោគៈសម្បត្តិកាលណាព្រាហ្មណ៍ជាអ្នកដល់ត្រើយក្នុងធម៌ពីរប្រការគឺសមថធម៌និងវិបស្សនាធម៌កាលនោះកិលេសជាគ្រឿងប្រកបសត្វទុកទាំងអស់របស់ព្រាហ្មណ៍អ្នកដឹងនោះរមែងដល់នៅការតាំងនៅមិនបានពួកសត្វនេះប្រកបដោយមានះចាក់ស្រេះដោយមានះពាត់ព័ន្ធដោយមានះធ្វើការផ្ចង់ផ្ដើមដោយទិដ្ឋិទាំងឡាយរមែងមិនអាចកន្លងសង្សារៈបានឡើយទុក្ខតិទាំងឡាយណានីមួយទាំងក្នុងលោកនេះទាំងក្នុងបរលោកទុក្ខតិទាំងឡាយនោះមានអវិជ្ជាជាឫសមានសេចក្តីប្រាថ្នានិងសេចក្តីលោភជាគ្រឿងដុសដាលឡើង
កាលបើភិក្ខុជឿសពក្នុងព្រះនិព្វានជាដែនមិនមានព្យាយាមបានផ្ដាច់ផ្ដាល់នៅតណ្ហាក្នុងភពមានចិត្តស្ងប់រងាប់ហើយការអន្តរទៅកាន់ជាតិក៏អស់រលីងភពថ្មីរបស់ភិក្ខុនោះមិនមានទៀតឡើយអ្នកមានសេចក្តីព្យាយាមមិនគប្បីធ្វើការដេកលក់ឲ្យច្រើនទេគប្បីគប់រកនៅសេចក្តីភ្ញាក់រលឹកគប្បីលះបង់សេចក្តីខ្ជិលច្រអូសមាយាលបែងសើចលបែងលេងមេថុនព្រមទាំងការស្អិតស្អាងខ្លួនចេញសត្វលោកដែលព្រួញដោតជាប់ហើយរមែងស្ទុះទៅកាន់ទិសផ្សេងបុគ្គលជាបណ្ឌិតដកព្រួញនោះបានទើបមិនស្ទុះទៅមិនលិចចុះនរជនមានចិត្តអោនទៅរកព្រះនិព្វានគប្បីគ្រប់សង្កត់នៅការដេកលក់សេចក្តីខ្ជិលច្រអូសការរួញរាមិនគប្បីដំអក់នៅដោយសេចក្តីធ្វេសប្រហែសមិនគប្បីតាំងខ្លួនក្នុងមានះដ៏ក្រៃលែងបុគ្គលមិនគប្បីស្រាបស្រាលទៅរកខណ្ឌ5ដែលជារបស់ចាស់គឺជាអតីតមិនគប្បីធ្វើសេចក្តីពេញចិត្តនឹងខណ្ឌ5ដែលជារបស់ថ្មីគឺជាបច្ចុប្បន្នមិនត្រូវសោកស្ដាយនឹងខណ្ឌ5ដែលសាបរលាបទៅហើយមិនត្រូវជាប់ស្អិតនៅក្នុងតណ្ហាបុគ្គលណាបានឆ្លងផុតកាមផងកិលេសជាគ្រឿងជាប់ដែលឆ្លងបានដោយកម្រក្នុងលោកផងបុគ្គលនោះឈ្មោះថាកាត់ខ្សែតណ្ហាមិនមានចំណងរមែងមិនសោកមិនសពសៅបុគ្គលណាជាអ្នកល្ងងខ្លៅមិនចេះដឹងតែងធ្វើកិលេសឲ្យកើតឡើងបុគ្គលនោះរមែងបានសេចក្តីទុក្ខរឿយព្រោះហេតុនោះបុគ្គលកាលដឹងច្បាស់ពិចារណាឃើញរឿយនៅកំណើតជាដែនកើតនៃសេចក្តីទុក្ខមិនត្រូវធ្វើកិលេសឲ្យកើតឡើងឡើយសត្វលោកត្រូវមច្ចុកំចាត់បងហើយត្រូវជរាចោមរោមហើយត្រូវព្រួញគឺតណ្ហាមុតហើយត្រូវសេចក្តីប្រាថ្នាឲ្យក្តៅក្រហាយហើយសពកាលពួកមនុស្សតែងប្រាថ្នាក្នុងកាមដ៏លើសលប់អ្នកមានសេចក្តីខ្វះខាតរមែងលះបង់រាងកាយសេចក្តីឆ្អែតដោយកាមទាំងឡាយក្នុងលោកមិនមានពួកជនពាលឆ្លក់ក្នុងកាមទាំងឡាយណាកាមទាំងឡាយនោះជាសភាវៈខ្លោចផ្សាឧបមាដូចជាអាសេរពឹសពួកជនពាលនោះសឹងពេញណែនត្រៀបត្រាក្នុងនរករងទុក្ខលំបាកអស់កាលដ៏អង្វែងកាមទាំងឡាយមិនទៀងទាត់មិនថិតថេរមានសេចក្តីទុក្ខច្រើនមានពឹសខ្លាំងមានសេចក្តីតានតឹងជាឫសគល់មានសេចក្តីទុក្ខជាផលដូចជាដុំដែកដែលកំពុងឆេះសេចក្តីល្មោបហួសជារបស់លាមកសេចក្តីប្រាថ្នាជាដំណើររកទីបំផុតគ្មានសេចក្តីទុក្ខក្រៅអំពីការមិនមានទេភិក្ខុបើបានដឹងនៅទោសក្នុងលោភៈយ៉ាងនេះបានដឹងនៅការកើតឡើងនៃទុក្ខព្រោះតណ្ហាយ៉ាងនេះហើយគប្បីប្រព្រឹត្តជាអ្នកមានតណ្ហាទៅប្រះហើយជាអ្នកមិនមានសេចក្តីប្រកាន់មាំជាអ្នកមានសតិជនល្មោបរមែងមិនស្គាល់ផលជនល្មោបរមែងមិនឃើញហេតុលោភៈគ្រប់សង្កត់ជនណាសេចក្តីងងឹតសូនឈឹងនៃជននោះរមែងមានក្នុងកាលនោះជនវង្វេងរមែងមិនស្គាល់ផលជនវង្វេងរមែងមិនឃើញហេតុមោហៈគ្រប់សង្កត់ជនណាសេចក្តីងងឹតសូនឈឹងនៃជននោះរមែងមានក្នុងកាលនោះអ្នកមិនមានសេចក្តីជាប់ជំពាក់ក្នុងវត្ថុជាអនាគតរមែងមិនសោកស្ដាយចំពោះវត្ថុជាអតីតអ្នកឃើញសេចក្តីស្ងប់ស្ងាត់ក្នុងសម្ផស្សទាំងឡាយរមែងនាំទៅមិនបានក្នុងទិដ្ឋិទាំងឡាយបុគ្គលណាជាអ្នកប្រងើយកន្តើយជាអ្នកមានសតិគ្រប់កាលរមែងមិនប្រកាន់ថាស្មើមិនប្រកាន់ថាវិសេសមិនប្រកាន់ថាថោកទាបក្នុងលោកធម៌ជាគ្រឿងដោះដារបស់បុគ្គលនោះមិនមានទេលោភៈទោសៈមោហៈកើតចេញអំពីខ្លួនរមែងសម្រាប់បុរសដែលមានចិត្តអាក្រក់ដោយផ្លែឫស្សីសម្រាប់ដើមឫស្សីខណ្ឌនីមួយដែលគួរប្រកាន់ថានេះរបស់អញឬថានេះរបស់បុគ្គលដតីនៃបុគ្គលណា
មិនមានទេបុគ្គលនោះកាលមិនបានសេចក្តីប្រកាន់រមែងមិនសោកថាអញមិនមានរបស់នេះដូច្នេះឡើយសត្វលោកត្រូវអវិជ្ជាបិទបាំងសត្វលោកមិនភ្លឺស្វាងព្រោះសេចក្តីប្រាថ្នាផ្សេងតថាគតពោលនៅសេចក្តីប្រាថ្នាថាជាគ្រឿងលាភសេចក្តីទុក្ខជាភ័យធំរបស់សត្វលោកនោះពិតណាស់កាមទាំងឡាយដ៏វិចិត្រមានរសឆ្ងាញ់ជាទីត្រេកអរនៃចិត្តតែញោមញីចិត្តដោយសភាពនៃរូបផ្សេងបុគ្គលឃើញទោសក្នុងកាមគុណទាំងឡាយហើយគប្បីប្រព្រឹត្តម្នាក់ឯងដូចកុយរមាស